ដែលខ្ញុំបានបង្ហាញនៅក្នុងក្តារព័ត៌មាននេះដូចជាសម្បត្តិដើមគ្រាបាទសម្បត្តិដើមគ្រាដែលយើងមុននឹងចាប់ផ្ដើមចុះបញ្ជីបានលុះត្រាតែយើងមានសម្បត្តិដើមគ្រាហើយយើងមានធានានុប្រវត្តិគឺយើងចុះប្រតិបត្តិការនៅក្នុងគ្រាមានន័យថាចុះធានានុប្រវត្តិបាទហើយធានានុប្រវត្តិដល់ពេលយើងចុះហើយវានឹងបង្កើតបានទៅជាសភៅគណនី General Ledger បង្កើតបានទៅជាតារាងតុល្យការ Trivalence ហើយនឹងបានវាបង្កើតទៅជារបាយការណ៍ Profit and Loss ឬក៏របាយការណ៍លទ្ធផលទាំង4ដែលខ្ញុំបានរៀបរាប់មិញហ្នឹងបាទមិនតែប៉ុណ្្នឹងទេនៅក្នុងក្តារព័ត៌មានហ្នឹងផងដែរពួកខ្ញុំបានចងនៅឆាតមួយដើម្បីបង្ហាញអ្នកប្រើប្រាស់ឲ្យឃើញភ្លាមសង្ខេបដូចជាចំណូលចំណូលតាមប្រភេទមុខរបរ revenue by category បាទដែលយើងមើល category មាន4ណាខ្ញុំបានបញ្ចូល4ទី1ចំណូលអនុទានការប្រាក់បាទគឺវាបង្ហាញអំពីតួលេខហើយនិងភាគរយបានន័យថាតួលេខប៉ុណ្ណឹងគឺស្មើនឹង 1% ក្នុងចំណោមមុខរបរទាំង4ចំណូលមុខរបរផ្គត់ផ្គង់ជាតួលេខ 115,000 មានជាភាគរយ 35 ចំណូលទីផ្សារ 131,000 មានភាគរយ 41 ចំណូលសេវាកម្ម 28,000 ភាគរយ 9 ចំណូលបន្ទាប់បន្សំឬក៏ចំណូលផ្សេងមាន40,000 ជាងមានភាគរយ 13